ទៅមួយខែមកយូរ៉ាទឹកក្រូចទទួលបានសភៅឧបត្ថម្ភកាន់តែច្រើនហើយដែលដាក់ឈ្មោះថាមកយូរ៉ាទឹកក្រូចដឹកសភៅ700ក្បាលជើងដំបូងហ្នឹងពន្លឺដែលចេញពីអេក្រង់ទូរស័ព្ទនឹងធ្វើអ្នកខ្វាក់ភ្នែកតែពន្លឺដែលចេញពីទំព័រសភៅនឹងបញ្ញានឹងបើកមានពេលខ្លះឃ្លាល្អនៅក្នុងទំព័រសភៅមួយអាចជួយជីវិតទាំងមូលការអានអាចคล้ายទៅជាកម្លាំងការពារដ៏ស្ងៀមស្ងាត់និងជាភាពធន់របស់ជាតិយ៉ាងដូចម្ដេចហើយដែលវាគ្មិនចូលរួមរបស់យើងនៅពេលនេះគឺលោកអុកវ៉ាន់ដេដែលជាស្ថាបនិកសាលាដូងហើយលោកក៏ជាស្ថាបនិកទេសចរអំណានផងដែរចា៎ជំរាបសួរលោកវ៉ាន់ដេចា៎សកម្មភាពមួយដែលធ្វើឲ្យមានការចាប់អារម្មណ៍នោះគឺលោកបានកែច្នៃរថយន្តតូចល្មមមួយដោយដាក់សៀវភៅហើយនឹងធ្វើដំណើរទៅតាមបណ្ដាទីរួមខេត្តក៏ដូចជាទីប្រជុំជនមួយចំនួនដែលអនុញ្ញាតឲ្យមានការអាននៅនឹងទីតាំងកន្លែងដែលលោកចតនោះអញ្ចឹងថាហេតុអ្វីលោកបង្កើតសកម្មភាពនេះឡើងចា៎គំនិតជារួមនៅពេលដែលខ្ញុំនៅលើភ្នំគិរីរម្យ6ឆ្នាំខ្ញុំសង្កេតឃើញភាពមិនប្រក្រតីនៃការបំលាស់ទីនៃយុវជនដែលគាត់ទៅដល់កន្លែងដែលគួរជាទីចាប់សភៅមកអានហើយគាត់បែរជាអត់ព្រមអនុវត្តដោយសារតែជំនួសទៅវិញខ្ញុំបានឃើញពួកគាត់ផឹកស៊ីសបាយឬក៏លេងបៀនៅតាមកញ្ចុះទឹកឈូទៅអញ្ចឹងណាខ្ញុំគាត់ថាតាមពិតពេលដែលយើងដើរកំសាន្តហ្នឹងខួរក្បាលរបស់យើងវាអនុញ្ញាតឲ្យយើងទទួលរឿងថ្មីច្រើនណាស់ដោយសារតែយើងរលត់ចោលនៅភាពស្មុគស្មាញនៅកន្លែងការងារកន្លែងផ្ទះរឿងបញ្ហាផ្សេងៗយើងទៅរកកន្លែងដែលមានធម្មជាតិខ្យល់ត្រជាក់ទឹកធ្លាក់អីចឹងណាអញ្ចឹងគាត់អត់អានទេដល់អត់អានខ្ញុំនៅគិរីរម្យខ្ញុំកើតចិត្តថាចុះបើក្មេងសាលាដូងខ្ញុំបរៀនរួចពេលដល់ចប់ទី12វាអត់អានតើវាទៅអត់នៅក្នុងការគិតរបស់ជនជាតិយុវជនយើងមានអារម្មណ៍ថាកទឿគំនិតគាត់អត់រីកទេរៀនសូត្រគឺត្រាប់ទៅតាមគ្រូទៅតាមសភៅទៅតាមក្បួនតែកន្លែងរីកគឺកន្លែងអានហើយខ្ញុំចេះតែមានគំនិតថាសភៅដែលខ្ញុំដាក់តាំងនៅក្នុងហាងកាហ្វេសម្រាប់ខ្ញុំហ្នឹងណាមានអ្នកមើលច្រើនណាស់តែអត់មានអ្នកអានទេប្រទេសខ្មែរសម្បូរអ្នកមើលសភៅមើលតែចំណងជើងបិទទៅវិញបាត់ការដែលមើលសភៅហ្នឹងវាជាឈុតឆាកមួយដើម្បីទាញគាត់ទៅអានហើយគាត់អត់ព្រមអានអត់អាចច្បាច់យកគំនិតមកបានទេខ្ញុំក៏ចាប់ផ្ដើមរៀបចំឡានមួយហើយដាក់ឈ្មោះវាឲ្យប្លែកហើយតាក់ទាញដល់ក្រសែភ្នែកសាធារណជនជាពិសេសមនុស្សដែលខ្ញុំដៅរកមិនមែនចាស់ទេអានសភៅគឺយុវជនក្រោម30មក15ខ្ញុំដៅរកទីផ្សារខ្ញុំដែរណាអញ្ចឹងខ្ញុំដាក់ឈ្មោះឡានហ្នឹងឈ្មោះថាមយូរ៉ាទឹកក្រូចហើយពណ៌វាពណ៌ទឹកក្រូចហើយវាចេះហោះដូចមយូរ៉ាមានន័យថាវាទៅគ្រប់កន្លែងទាំងអស់នៅក្នុងរាជាណាចក្រមួយនេះដើម្បីកន្ត្រាក់ចាប់អារម្មណ៍ពីមហាជនឲ្យគាត់មកអានសភៅហើយដែលដាក់ឈ្មោះថាមយូរ៉ាទឹកក្រូចដឹកសភៅ700ក្បាលជើងដំបូងហ្នឹងគឺជាការប្រៀបធៀបថាអ្នកអានសភៅនៅទីសាធារណៈដូចមយូរ៉ាអញ្ចឹងចង់ដាច់ពូជមានថាវាតិចមែនទេណាអញ្ចឹងយើងទៅវិញយើងអ្នកទាំងអស់គ្នាឲ្យត្រង់ស្មោះទៅអ្នកទាំងអស់គ្នាដែលឃើញអ្នកណាអានសភៅសាធារណៈទូលំទូលាយមិនតាមបណ្ណាឡាយតិចតួចតែពេលគេដើរលេងគេមិនអានសភៅអត់ទេយើងឃើញស្តង់ដារអឺរ៉ុបស្តង់ដារជប៉ុនគេដល់ណាសភៅគេគៀនឃ្លៀកគេដល់អានពេលដែលគេនឹកឃើញអ្វីមួយខួរក្បាលគេចាប់ផ្ដើមបដិច្ចនៃភាពស្មោះស្រឡះមួយណាគេដល់អានវាចូលលឿនអញ្ចឹងខ្ញុំចង់ផ្សារភ្ជាប់ទេសចរជាមួយនឹងការអានហើយក៏ដាក់ឈ្មោះថាទេសចរអំណានដើម្បីធ្វើដំណើរទូទាំងប្រទេស25រាជធានីយក25ចែកគុណទៅមួយខេត្តខ្ញុំនៅរយៈពេល2អាទិត្យអញ្ចឹងពី25ដង50អញ្ចឹងអស់52អាទិត្យវាអស់មួយឆ្នាំណាខេត្តណាធំនៅ20ថ្ងៃទៅខេត្តណាតូចនៅ10ថ្ងៃទៅខ្ញុំដឹកសភៅទូទាំងប្រទេសហ្នឹងក្នុងគោលបំណងបេសកកម្មថ្មីមកដល់ជីវិតខ្ញុំហើយគឺបេសកកម្មទេសចរអំណានដោយដាក់គោបាវចនាផ្ទាល់ខ្លួនថាចលនាដែលខ្ញុំធ្វើហ្នឹងគឺជាបដិវត្តកែទម្លាប់ពលរដ្ឋឲ្យអានសភៅជាបដិវត្តមួយដឹកសភៅកាត់ព្រៃកាត់ភ្លៀងចុះភ្នំចូលតាមទន្លេឆ្លងសាឡាងដាក់លើរថភ្លើងទៀតដើម្បីឲ្យមានសកម្មភាពមួយកែប្រែពលរដ្ឋឲ្យអានសៀវភៅនេះគឺជាគំនិតដែលខ្ញុំគិតតាំងពីនៅលើភ្នំគិរីរម្យចា៎នេះខ្ញុំចាប់អារម្មណ៍អ្វីដែលលោកមានប្រសាសន៍អំបញ្ញមិញនៅក្នុងគំនិតហេតុផលដែលលោកចង់ឲ្យមានការអានឬក៏បង្កើតទេសចរអំណាននេះឡើងលោកបារម្ភថាជាពិសេសយុវជននឹងកន្ទឿគំនិតបើសិនជាមិនបានអានចា៎នៅត្រង់ចំណុចនេះតើលោកអាចបញ្ជាក់បានទេតើការអាននឹងជួយឲ្យមានការឆ្លើយតបទៅនឹងរឿងរ៉ាវផ្សេងហ្នឹងយ៉ាងដូចម្ដេចហើយទើបលោកអាចនិយាយបានថាបើមិនអានទេក៏ទឿគំនិតនោះចា៎បាទ
កំណត់ដែលយើងបានពីសាលាហ្នឹងវាជាកំណត់ប្រកដីមួយឯងតែកំណត់ផ្លាយចេញពីទឹកដៃអ្នកតសេដែលជាជីវិតពិតអ្នកតសេជាបរទេសជាខ្មែរអក្សរសិល្ប៍ជាតិយើងហ្នឹងណាគាត់តសេសង្ខេបនៅក្នុងសិភៅមួយក្បាលឬក៏ពីរក្បាលដូចខ្ញុំលើកឡើងថាមានពេលខ្លះឃ្លាល្អនៅក្នុងទំព័រសិភៅមួយអាចជួយជីវិតទាំងមូលឃ្លាល្អនៅក្នុងទំព័រសិភៅតែមួយជួយជីវិតទាំងមូលភ្លាមប៉ុន្តែយើងរៀនពី10ឆ្នាំយើងអត់បានភ្ញាក់រលឹកទេប៉ុន្តែមានឃ្លាល្អទំព័រល្អដែលចេញពីទឹកដៃអ្នកតសេល្អវានឹងធ្វើឲ្យជីវិតយើងផ្លាស់ប្ដូរតែម្ដងអញ្ចឹងបានខ្ញុំយល់ថាការអានហ្នឹងគឺជាការសម្រឹងនៃការរៀនសូត្រដ៏ពិសេសមួយយើងរៀនហើយយើងចេះអានហើយប៉ុន្តែប្រសិនបើយើងមិនច្រាវជ្រាវស្នាដៃនៃការអានហ្នឹងទេមិនរករកក្លឹមនៃភាពឆ្ងាញ់នៃការស្ដាប់ការអានទេយើងអត់បានអាហារល្អទេអញ្ចឹងការអានដើរតួសំខាន់ណាស់ខ្ញុំតែងតែជជែកជាមួយអ្នកចាក់សាំងថាមិនក្មួយតនេមិនអានសភៅខ្លះវាអាចផ្លាស់ប្ដូរ5ឆ្នាំក្រោយទៅជាអីគាត់ថាមេអត់ឲ្យអានទេពួកមេចង់ឲ្យផ្ដោតលើអតិថិជនតែមនុស្សបង្កើតលេះពេលខ្ញុំទៅបាត់ខ្ញុំលួចមើលវាលេងហ្គេមបាត់អានេះមេអត់ឲ្យអានហើយវាលេងហ្គេមបានវាអត់ព្រមរិចវានៅតែកន្ទឿរីសិបក៏ដោយអ្នកទទួលភ្ញៀវក៏ដោយពេលតំណេសុកចិត្តដកទូរស័ព្ទមកលេងមិនព្រមអានសភៅបង្រីកកំណត់ទេអាហ្នឹងមិនកន្ទឿពន្លឺដែលចេញពីអេក្រង់ទូរស័ព្ទនឹងធ្វើអ្នកខ្វាក់ភ្នែកតែពន្លឺដែលចេញពីទំព័រសភៅនឹងបញ្ញានឹងបើកមនុស្សរាល់ថ្ងៃទៅរកខ្វាក់ភ្នែកតែខ្លួនឯងហើយគឺអានទូរស័ព្ទហ្នឹងមិនមែនថាទូរស័ព្ទហ្នឹងវាខុសទេប៉ុន្តែក៏លោក្មេងដែលគ្មានលំនឹងចិត្តនឹងងាកទៅរករឿងអត់ប្រយោជន៍ហើយនេះគឺជាសច្ចធម៌ដែលយើងនិយាយទៅប្រតិកម្មពីមហាជនមិនមែនការមើលទូរស័ព្ទសិតតែខូចទេខ្ញុំមិនបដិសេធតែខូចទេប៉ុន្តែបើក៏លោក្មេងគ្មានលំនឹងចិត្តតែមើលតែរឿងអត់ប្រយោជន៍ដេញដោលហែកហួររឿងសង្គមនឹងឯងដែលខ្លួនឯងគ្មានគុណអាវុធគ្មានគុណចំណេះហ្នឹងតែវែកញែករឿងរ៉ាវឲ្យរឿងហ្នឹងទៅមុខកាន់តែឆ្ងាយដាច់បាយដាច់ទឹកទាំងអស់គ្នាទៅអ្នកដែលឲ្យតម្លៃនៃការអានក៏ធ្លាប់បានលើកឡើងដែរថាអ្នកដែលអានច្រើនគឺអាចជួយឲ្យអ្នកអាននោះឆ្លើយតបទៅនឹងរឿងរ៉ាវមួយនោះប្រកបដោយបញ្ញាជាជាងឆ្លើយតបដោយអារម្មណ៍អញ្ចឹងតើវាអាចទៅរួចយ៉ាងដូចម្តេចដែរចំពោះការលើកឡើងបែបនេះចា៎ការអានដើរតួសំខាន់ណាស់ប៉ុន្តែវាក៏មានចំណុចគ្រោះថ្នាក់ដែរខ្ញុំថាការអានគ្រោះថ្នាក់នេះចំពោះមហាជនដែលឮវាចម្លែកមានបុគ្គលម្នាក់គាត់អានសៀវភៅ1ក្បាល2ក្បាល3ក្បាលជាលទ្ធិកុម្មុយនីសពេលហើយគាត់យកគំនិតហ្នឹងមកអភិវឌ្ឍនៅស្រុកមួយគឺសម្រាប់រង្គាលការអានដែលមិនបានច្រើនជ្រុងអានច្រើនតែច្រើនតែដដែលវាបានគំនិតដដែលស្លែវាកាន់ខួរអានគេអានចម្រុះអានមិនព្រោះតែស្អប់មិនព្រោះស្រឡាញ់គឺព្រោះតែចង់ពង្រីកនិងពង្រាយនៅចំណេះដឹងទាំងអស់យកមកចម្រាញ់ចម្រុះឲ្យទៅជាគំនិតថ្លាមួយយល់ខ្ញុំនិយាយមានន័យថាប៉ុលពតអានសភៅលទ្ធិកុម្មុយនីសរបស់ម៉ាឡេនីនទីបំផុតដឹកនាំជាតិងាប់មកកំភ្លុះគាត់មានតែមួយជ្រុងណាការអានគឺសំខាន់ដែរតែសំខាន់អ្នកអានមិនត្រូវអានសភៅដដែលទេគឺចម្រុះបើអ្នកឯងស្អប់សាសនាយេស៊ូអ្នកអត់អានអ្នកអត់បានចំណេះពីភាគខាងលិចមកទេបើអ្នកឯងអត់ចូលចិត្តមូស្លីមអ្នកអត់អានសភៅគេអ្នកឯងចោទប្រកាន់គេខុសទៀតអ្នកឯងអត់ចូលចិត្តពុទ្ធឬអើងអ្នកឯងអត់មើលទេចឹងអ្នកអានគឺត្រូវមានភាពសេរីបើកជើងមេឃភ្នែករបស់ខ្លួនក្នុងការអានចម្រោះចូលទៅក្នុងសរសៃខួរចម្រាញ់ទៅជាសកម្មភាពពិតប្រាកដមួយការអានសំខាន់ប៉ុន្តែមិនសំខាន់នៅពេលអានដដែលខួរវាអស់ស្លែចឹងយើងត្រូវអានចម្រោះដើម្បីចម្រាញ់យល់ទេយើងអានប្រជាធិបតេយ្យក៏យើងអានទៅកុម្មុយនីសក៏យើងអានទៅតែត្រូវឆ្លងកាត់ការគិតគូរមួយឲ្យបានគ្រប់ជ្រុងជ្រោយពេលខ្លះក៏យើងប្រើភាពកុម្មុយនីសដឹកនាំពេលខ្លះក៏យើងប្រើប្រជាធិបតេយ្យដឹកនាំវាភ័ក្រលក្ខណៈពិវត្តចឹងប្រែប្រួលចឹងចឹងការអានខ្ញុំចង់ផ្ដាំផ្ញើអ្នកអានវាគ្រោះថ្នាក់ដែរបើអានដដែលងប់ងុលខ្លាំងពេកវាទៅជាសកម្មភាពបំផ្លាញអ្នករៀនសូត្រចំហជើងមេឃក្នុងការអានមិនប្រកាន់តិចអានសភៅយេស៊ូតិចជឿយេស៊ូទៅអត់ទេយើងមានតម្រងមកយើងដែរតិចអានមូស្លីមតិចជ្រុលជាមួយមូស្លីមទៅអត់ទេយើងត្រូវមានលក្ខណៈចម្រាញ់ចម្រុះអញ្ចឹងយើងបើកជើងមេឃការអានកុំស្អប់កុំស្រឡាញ់កុំអាណិតសភៅហ្នឹងត្រូវតែអានដើម្បីពិចារណាដើម្បីត្រេះរិះយើងដូចជាគោទៅទៅពីអៀមទៅ PVC អីរួចនេះដើម្បីចម្រាញ់វីតាមីនយកមកចិញ្ចឹមខ្លួននេះអានដូចគ្នាដែរអានគ្រប់ជ្រុងហើយយកមកដេកគិតហើយចម្រាញ់វាមកពេលដែលយើងកកិតចុះកកិតឡើងកំណត់កើតឡើងហើយបើសិនជាវប្បធម៌អំណាចដែលរឹងមាំសម្រាប់លោកតើវាអាចជួយពង្រឹងទៅដល់សាមគ្គីភាពរួបរวมជាតិបានដែរឬយ៉ាងណាចា៎ភាសាអ្នកអានសភៅអនជីអីក៏គ្រាន់បើជាអ្នកដែលអត់អានដែរអ្នកអានសភៅនេះគេមានកំណត់យឹតនឹងការវិនិច្ឆ័យណាប៉ុន្តែគេមានទម្លាប់ការប្រមូលផ្ដុំនៃការព័ត៌មានទាំងអស់ដើម្បីជួយធ្វើការវិនិច្ឆ័យអ្នកមិនអានឃើញភ្លាមថាភ្លាមបាទតែអ្នកដែលអានគេយឹតនឹងការវិនិច្ឆ័យ
ប៉ុន្តែគេលឿនក្នុងការប្រម៉ែប្រមូលព័ត៌មានមកគ្រប់គ្រងការវិនិច្ឆ័យរបស់គេកុំឲ្យមានចំនួនដោយសារប្រទេសមួយមិនអានសភៅមនុស្សចូលចិត្តប្រើខ្សែភ្នែកដើម្បីឆ្លើយតបជាមួយនឹងបញ្ហាព្រោះរឿងខ្លះភ្នែកឃើញមិនដូចអ្វីជាការពិតនៃរឿងទេវាត្រូវតែមានការគ្រប់គ្រងសប្តាហ៍ថ្ងៃនេះសង្គមរបស់យើងដែលឆ្ងាយចេញពីការអាននេះយើងមើល comment នៅក្នុង Facebook ទៅយើងឃើញហើយថាមនុស្សតែខ្សោយអានភាសាឆេវឆាវហើយមនុស្សតែខ្សោយអានហើយភាសាយកឈ្នះយកចាញ់ហើយហើយចំពោះខ្ញុំអ្នកអានម្នាក់ដែរខ្ញុំមិនដែលធ្លាក់ចូលរបស់ហ្នឹងទេដោយសារខ្ញុំចំហភាពសេរីភាពក្នុងការនិយាយទៅអញ្ចឹងណាអញ្ចឹងសរុបមកការអានដើរតួសំខាន់បង្កើតលំនឹងសង្គមដែរបើសិនជាសង្គមមួយអត់ព្រមអានពួកគេអរិះគំនិតសេរីភាពនៃការគិតរបស់គេដូចក្តោបគេអត់គេចង្អៀតចង្អល់គេមានចិត្តដូចជាឈ្នានីសខ្លាំងគេមានចិត្តចង់ឈ្នះចង់ចាញ់ខ្លាំងសង្គមនោះអត់មានលំនឹងទេអញ្ចឹងការអានដើរតួខ្លាំងធ្វើឲ្យសង្គមមានលំនឹងតែប្រទេសយើងវាអកុសលអីក៏តាប្រវត្តិសាស្ត្រហ្នឹងវាធ្វើយើងដាច់ឫសគល់អ្នកអានហើយវាការអានវាគឺជាការបន្លាចគ្នាទៀតហើយតែចេះដឹងពលមកគេសម្លាប់ហើយបន្លាចគ្នាទៀតចេះដឹងអត់បានទេអ្នកណាដែលពាក់វ៉ាន់តាគេសង្ស័យចេះតែសេ ABC កខគេបេះបាត់គេយកតកសាងបាត់អញ្ចឹងយើងមានឫសគល់មួយដែលគួរឲ្យបារម្ភណាណាការរៀនសូត្រហ្នឹងគឺយើងមានឫសគល់យើងជួបនឹងកត្តាសង្គ្រាមច្រើនកត្តាជីវភាពយើងអត់គិតថាការអានហ្នឹងជាឆ្នាំងបាយទេគិតថាតរស៊ីចិញ្ចឹមកាយទៅឆ្នាំងបាយពិតដាំដុះដំអីទៅតែបើអ្នកដាំដុះណាដែលអានបានវិជ្ជាដាំដុះគេដាំដុះបានច្រើនជាងអ្នកហក់ទៅដាំបើអ្នករស៊ីណាយកសភៅរស៊ីមកអានឲ្យមុនតែចេញទៅរស៊ីគេនឹងជោគជ័យជាងអ្នកតរស៊ីវឹបកាប់មុខក្រឹបអញ្ចឹងគេយកសភៅរស៊ីទាំងអស់មកអានគេត្រេះរិះថាសមត្ថភាពគេខ្លួនគេហ្នឹងទៅរកអីឆ្លើយតបជាមួយនឹងអ្វីដែលគេមានអញ្ចឹងខ្ញុំចង់លើកឡើងអញ្ចឹងសរុបមកការអានគឺជាលំនឹងនៃសង្គមអត់នឹងគឺដោយសារការអានហ្នឹងវាធ្លាក់ចុះវាអត់មានសូន្យតែម្ដងលោកក៏បានមានប្រសាសន៍ខ្លះហើយតាក់ទងមួយវិបត្តិដែលអាចកើតឡើងប៉ុន្តែតើវិបត្តិហ្នឹងវាកាន់តែធ្ងន់ធ្ងរឬយ៉ាងណាខណៈពេលដែលបណ្ដាញទំនាក់ទំនងសង្គមហ្នឹងហាក់ដូចជាកំពុងគ្រប់គ្រងពិភពលោកទៅហើយនោះតើវាអាចជាផ្នែកមួយធ្វើឲ្យការអានហ្នឹងថយចុះទៀតឬក៏យ៉ាងណាជាជាក់ស្ដែងនេះគឺជារឿងដែលត្រូវកើតកាលណាសង្គមមួយអត់ចាប់អារម្មណ៍ទៅលើការអានពង្រីកគំនិតសង្គមនឹងបង្កើតក្មេងទំនើងព្រោះក្មេងវាអត់បានទទួលខោអប់រំពិតប្រាកដឬក៏វាអត់បានជីវិតតស៊ូរបស់ជនកម្ពុជាលើលោកវាអត់មានកម្លាំងចិត្តទេអញ្ចឹងវាមានតែធ្លាក់ចូលទៅក្នុងប្រព័ន្ធទូរស័ព្ទដៃឬក៏ប្រព័ន្ធសង្គមដែលគេលួងលោមផ្លូវអារម្មណ៍ក្មេងនឹងឲ្យលយឲ្យវាសង្ហាឲ្យវាអស់ចាអញ្ចឹងវាក៏ដើរផ្លូវផ្សេងសង្គមដែលអានសង្គមនឹងកើតក្មេងទំនើងនេះជាភាសាប៉ັດពីព្រោះវាបានកើតឡើងខ្លះៗនៅក្នុងប្រទេសនេះគួរឲ្យបារម្ភទប់ទល់លេងចង់ជាប់ដោយប្រើប្រាស់វិធីសាស្ត្រកំពូលម្ដងក៏ត្រូវតែគិតដែរអញ្ចឹងកាលណាសង្គមមួយម៉ែឪមិនអានក្មេងក៏មិនឃើញម៉ែឪនឹងអានវាក៏គិតថាការអានហ្នឹងវាអត់សំខាន់អញ្ចឹងវាក៏ធ្លាក់ទៅរកផ្សេងទៀតស្មោះត្រង់មែនទែនទៅម៉ែឪខ្លះគាត់មិនបានជាគំរូល្អពេកដល់សង្គមទេគាត់រវល់រស៊ីចិញ្ចឹមកូនពេលខ្លះត្រូវមើលម៉ួយទិញអីអញ្ចឹងកូនវាច្រឡងតាមម៉ែឪណាកម្ពុជាយើងនិយាយត្រង់អស់លោកមិនអ្នកអានតិចណាតិចដល់ពេញវាបានអាចបង្កើតអ្នកអានគឺបង្កើតអ្នកអានឲ្យតែយើងអានកូនយើងអានយល់ទេមិនមែនគ្រូបង្កើតអ្នកអានទេមិនមែនតែគ្រូបារមីដែលបង្កើតអ្នកអានទេគឺត្រូវតែអ្នកអានទៅបង្កើតអ្នកអានពេលខ្ញុំអានកូនខ្ញុំវាអានអញ្ចឹងណាអានឹងបង្កើតតគ្នាចុះបើមកកណាត់ឪពុកម្ដាយមិនអានដេញតែកូនអានហើយកូនអានសភៅមិនត្រូវចិត្តខ្លួនហ្នឹងអានកើតទេកូនដូរផ្សេងចំហជើងមេឃអញ្ចឹងសង្គមមួយដែលមិនអានគឺកើតក្មេងទំនើងនេះបកាយមិនបានហើយកើតច្រើនទៀតពីព្រោះវាធ្លាក់ចូលទៅក្នុងរបស់ទំនើបវានឹងខ្លាយទៅជាក្មេងទំនើងរបស់ទំនើបទូរស័ព្ទវាចង់ឃើញភ្លាមអាហ្នឹងវាអានអាហ្នឹងវិញវាធ្លាក់ចូលអាហ្នឹងវិញណាទី2សង្គមហ្នឹងនឹងមានហិង្សាខ្ពស់ទីហិង្សាហ្នឹងគឺអត់ឃើញរឿងរ៉ាវដែលជាឧទាហរណ៍ប៉ັດប្រកបសភៅរស់តែសេគាត់ជួបរឿងផ្ទាល់ខ្លួនគាត់ឆេវឆាវភ្លាមទី3សង្គមនឹងខ្វះព័ត៌មានងាយចាញ់បោកគេពីព្រោះរឿងរ៉ាវទាំងអស់ដំណោះស្រាយអ្នកប្រាជ្ញទាំងអស់ទៅសេចូលក្នុងសភៅឲ្យយើងអានដើម្បីត្រេះរិះដល់ពេលយើងជោគជ័យផ្លូវកាត់អស់អាលីងពីខ្លួនអាហ្នឹងខ្វះការអានខ្វះការច្រាវជ្រាវចឹងសំខាន់ណាស់ការអានចុះលោកវ៉ាន់ដេគេអានក្នុងទូរស័ព្ទដៃប្រម៉ូសិនហ្នឹងពេលខ្លះរូបថតមិនដូចអារូបពិតផងហ្នឹងទៅយកជាការមិនកើតចឹងយើងត្រូវតែមានការអានហ្នឹងបាទខ្ញុំថា3ចំណុចដែលខ្ញុំឲ្យអ្នកទាំងអស់គ្នាសង្កេតឃើញហ្នឹងប៉ັດហើយវាកើតឡើងហើយក្មេងទំនើងក៏វាដោះដាលច្រើនទី1ទី2សង្គមមិនសូវជាអធិស្ឋានគ្នាទី3ហាក់បីដូចជាការចាញ់បោកនៅក្នុងសង្គមទាំងមូលដូចដោះលឿននេះជាការប៉ັດពលរដ្ឋខ្ញុំនិយាយក្នុងឃ្លាសាលាដូងខ្ញុំនិយាយថាពេលប្រទេសមានសង្គ្រាមយើងកាន់អាវុធចូលសមរភូមិព
ពេលប្រទេសមានសន្តិភាពកាន់សភៅចូលសាលារៀនយើងរៀនយើងអានបានប្រទេសយើងវាខ្លឹមហើយអំណាចនេះសភៅនេះគឺជាអាវុធកំចាប់សមរភូមិល្ងងខ្លៅខ្ញុំនិយាយថាភាពល្ងងអវិជ្ជាគឺជាសត្រូវរបស់សន្តិភាពល្ងងអវិជ្ជាពលរដ្ឋយើងណាគឺជាសត្រូវរបស់សន្តិភាពមានសន្តិភាពអីបើពលរដ្ឋល្ងងមានសន្តិភាពបើពលរដ្ឋអវិជ្ជាយើងទៅប្រើប្រាស់សន្តិភាពនឹងទៅជាប្រយោជន៍មិនកើតអញ្ចឹងយើងឲ្យសន្តិភាពនឹងមានផ្លែមានផ្កាមានភាពរីកចម្រើនពលរដ្ឋអានមានបាញ់គ្នាណាអានទៅមិនអញ្ចឹងមានគេទៅប្លង់គ្រាប់មកពីណាអានទៅអញ្ចឹងខ្ញុំយល់ថារាល់ថ្ងៃពលរដ្ឋត្រូវកាន់អាវុធនោះគឺការអានសៀវភៅអានឲ្យចេះយូរទៅប្រទេសយើងរីកចម្រើនហើយបាត់ទាំងអស់អារឿងហ្នឹងបាទនេះគឺសំខាន់នេះខ្ញុំចាប់អារម្មណ៍នឹងអ្វីដែលលោកមានប្រសាសន៍ចុងក្រោយនេះថាសៀវភៅនោះគឺជាអាវុធដែរចាអញ្ចឹងនៅក្នុងកលៈទេសៈដែលប្រទេសជាតិឬក៏ជាតិសាសន៍មួយរងនៅការឈ្លានពានតើការអានបន្តឬក៏រឹតតែសំខាន់ឬក៏យ៉ាងណាចាការអាននេះក្នុងគ្រប់រដូវកាលគ្រប់សម័យកាលគឺมันអាចចេញពីមនុស្សបានជាដាច់ខាតមនុស្សមួយចំនួនទៅមួយចំនួនមិនសល់ដោយសារការអានការសរសេរដើម្បីតាក់ទងគ្នាខ្ញុំមិនដឹងថារឿងអីកើតនៅក្នុងសម័យប៉ុលពតតែខ្ញុំដឹងដោយសារការអានណាខ្ញុំកើតអត់ទាន់ទេខ្ញុំកើតអត់ទាន់ភាពរុងរឿងនៃសម័យអង្គររបស់យើងទេតែខ្ញុំដឹងដោយសារចម្លាក់ការអានបែបលក្ខណៈគំនូរអញ្ចឹងការអានដើរតួសំខាន់គ្រប់រដូវគ្រប់វិស័យគ្រប់ពេលវេលាទាំងអស់មិនថាពេលណាកុំយល់លេសប្រទេសមានសង្គ្រាមមិនអានពេលហ្នឹងត្រូវតែអានត្រូវតែច្រាវជ្រាវរកដើម្បីរកវិធីដោះស្រាយពេលខ្លះការអានស្មើនឹងកងទ័ពរាប់ម៉ឺននាក់បើយើងមានសិល្បៈក្នុងការដោះស្រាយសប្តាហ៍ថ្ងៃនេះសម្ដេចធិបតីលោកបានប្រើប្រាស់សមរភូមិអានហ្នឹងហើយគូច្រាវជ្រាវផ្លូវច្បាប់អន្តរជាតិទោះតែអន្តរជាតិសប្តាហ៍ថ្ងៃវារៀងអាលិអាឡាក់ក៏ដោយក៏ប៉ុន្តែលោកនៅតែជឿថាអាការដោះស្រាយដោយសន្តិវិធីហ្នឹងប្រើប្រាស់ច្បាប់អន្តរជាតិនេះប្រើប្រាស់ការអាននៅក្នុងធម្មនុញ្ញអង្គការសហជីវជាតិនេះយួរតែចរចាព្រោះយើងដឹងហើយតាំងណាប្រើទ័ពដណ្ដើមទឹកដីមនុស្សស្លាប់ច្រើនខាងគេក៏ងាប់យើងក៏ងាប់ដូចគ្នាអញ្ចឹងលោកក៏គិតថាលោកត្រូវរើសវិធីមួយដើម្បីយកភាពស្រួលនិងភាពសុខសាន្តជាប្រទេសនិងប្រទេសអញ្ចឹងលោកក៏ប្រើប្រាស់លក្ខណៈថាការទូតហើយការទូតអ្នកមិនអានសភៅខ្នះខ្នែងតឹងទ្រូងអូយមិនវាយយកទៅលោកអើយអត់ទេគេអត់ធ្វើអញ្ចឹងទេព្រោះពិតមែនតែគេកាន់កាប់មែនប៉ុន្តែគង់តែពេលវេលាណាច្បាប់អន្តរជាតិវាត្រឹមត្រូវវិញគេបកមកវិញទេនេះគឺជារឿងមួយដែលអ្នកទាំងអស់គ្នាមិនយល់អំពីភាពអានពួកអ្នកអានសភៅសកម្មភាពគេស្ងាត់តែលទ្ធផលរបស់គេទៅមុខរហូតដែលអ្នកធម្មតាមើលមិនដឹងអញ្ចឹងរហូតមកដល់ពេលនេះថាតើទេសចរអំណាចរបស់លោកឬក៏មយុរាទឹកក្រូចរបស់លោកនោះបានបំផុសស្មារតីឲ្យមានការអានណាបានប៉ុណ្ណាហើយចា៎រយៈពេលធ្វើបានតែ10មើលវាបាន8ខែបាន8 10ខែតែដោយសារកត្តាសង្គ្រាមខ្ញុំឈប់ខ្ញុំនិយាយដោយត្រង់ចំពោះតូកចុះពេលខ្លះមានតែអ្នកធ្វើទេបានដេកវាហូរមកលើដៃចង្កូតឡើងដោយមិនដឹងខ្លួនមនុស្សហាក់បីទៅជួបខ្ញុំដើម្បីត្រឹមតែជួបថតរូបភាគច្រើនខ្ញុំស្រឡឹងឃើញបងសាឡាដូមកបងបកកែច្នៃមកហូឡានគាត់ស្អាតខ្ញុំមិនអាចបកត្រឡប់ឲ្យគាត់អានបានទេវាបានដែរវាតិចពេកមិនអាចឆ្លើយតបជាមួយសកម្មភាពដ៏ធំរបស់ខ្ញុំណាហើយខ្ញុំដើរដាក់ទូតាមទីសាធារណៈដែលមានសុវត្ថិភាពដែលអាចប្រជាការពារឬក៏កងកម្លាំងងាយឃើញណាតែទីបំផុតទូរបស់ខ្ញុំបែកខ្ទេចដោយសារតែពួកវិកលចរិតនៅតាមខេត្តមួយគាត់បំបែកមិនមែនកំហុសអាជ្ញាធរទេមិនមែនកំហុសអ្នកមើលថែទេតែមកពីខេត្តមួយគាត់មានពួកខាងគាត់សតិមិនគ្រប់គប់បំបែកសឹងថាទូ10បែកអស់7ហើយពេលខ្លះឡានយើងមិនទាន់ចេញផុតពីកែតនឹងផងទូយើងបែកបាត់នៅតែបន្តប្រឹងសួរថាតើវាចេញអីហើយការប្រើពាក្យថាការធ្វើការបដិវត្តកែទម្លាប់នេះមានពេលត្រឹមតែ1ឆ្នាំអត់គ្រប់ទេខ្ញុំបានរៀបផែនការ5ឆ្នាំដើម្បីធ្វើឲ្យគ្រប់គ្នាអានដែលដឹកឡានទឹកក្រូចទូទាំងខេត្តហ្នឹងឆ្លងកាត់ដែលខ្ញុំរៀបរាប់ទៅមិនច្រឡំព្រោះខ្ញុំបកកែថយក្រោយក្នុងការនិយាយណាគឺខ្ញុំដឹកអស់ច្រើនខេត្តហើយក៏ប៉ុន្តែបូកសរុបមកវិញខ្ញុំចេញពីខេត្តមួយសកម្មភាពខ្ញុំចាប់ផ្ដើមដាច់ខ្យល់នៅខេត្តមួយបាត់នេះខ្ញុំចង់ផ្ញើសារទៅមហាជនអញ្ចឹងថាការអានវាគួរតែកើតឡើងជាទម្លាប់ផ្ទាល់ខ្លួនកុំព្រោះតែកាមេរ៉ាដើម្បីអានកុំព្រោះតែអានព្រោះតែមានសម្ពាធអានឹងអត់បានទេពួកអ្នកអានកាលណាមានសម្ពាធទេអានមិនបានផលទេបាទអានមិនបានផលទេបាទជាជាងនឹងលោកផ្ញើសារទៅដល់យុវជនគ្រាន់តែប្រាប់គាត់ឲ្យអានតើលោកអាចបញ្ជាក់ឬក៏ចែករំលែកបានទេថាតើការអាននឹងជួយដល់ដំណើរជីវិតការរៀបចំជីវិតរបស់គាត់ជាបន្តនេះយ៉ាងដូចម្ដេចចា៎មនុស្សតែងតែបន្សល់ដំណោះស្រាយ
បទពិសោធន៍នៅក្នុងសៀវភៅអញ្ចឹងសៀវភៅវាគឺជាគ្រូចល័តវាទៅតាមយើងគ្រប់គ្នាទៅដល់កន្លែងណាក៏ទៅបានដែរហើយជាសៀវភៅគឺជាគ្រូដែលតស៊ូនៅជាមួយរាងកាយយើងគ្រប់ពេលឲ្យយើងយកតាមហើយខ្ញុំបានឃើញពួកស្វីសខ្ញុំទៅលេងប្រទេសស្វីសខ្ញុំឃើញពួកស្វីសអានខ្ញុំទៅជប៉ុនក៏ឃើញជប៉ុនអានខ្ញុំទៅនៅអាមេរិកកាំងក៏ឃើញផ្ទះណាក៏មានសៀវភៅខ្ញុំថាអូពួកនេះវារីកចម្រើនដោយសារអានតាមែនប្រជាជនដែលរីកចម្រើនគឺដោយសារការអានហ្នឹងហើយតែងាកមើលប្រទេសយើងវានៅត្រឹមតែសម្ដីលើកទឹកចិត្តពេលខ្លះអ្នកលើកទឹកចិត្តបាក់ទឹកចិត្តខ្លួនឯងទៀតដោយសារអីវាសង្វែកចិត្តហ่าនិយាយដល់ការអានសង្វែកមកអញ្ចឹងសរុបមកការអានវាធ្វើឲ្យជីវិតយើងផ្លាស់ប្ដូរជាការពិតហើយផ្លាស់ប្ដូរប្រកបដោយភាពវិជ្ជមានទៀតក៏ប៉ុន្តែបកទៅវិញអានសៀវភៅឲ្យបានច្រើនហើយចម្រុះកុំអានតែមួយធ្លាក់ចូលទៅក្នុងភាពងប់ងល់ហើយដែលបានចូលរួមនៅក្នុងកម្មវិធីយើងហើយបានចែករំលែកជាពិសេសបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោកតាក់ទងទៅនឹងការអានដែលការអានបានផ្លាស់ប្ដូរជីវិតជីវវិជ្ជមានហើយស្របទៅនឹងប្រធានបទរបស់យើងដែលនិយាយថាការអានអាចក្លាយទៅជាកម្លាំងការពារដ៏ស្ងៀមស្ងាត់និងជាភាពធន់របស់ជាតិបានយ៉ាងដូចម្ដេចដូច្នេះដើម្បីឲ្យคล้ายទៅជាភាពធន់របស់ជាតិបានតលតែយុវជននឹងមានភាពធន់ខ្លួនឯងនៅក្នុងដំណើរជីវិតអាចដោះស្រាយជំនះនៅបញ្ហាផ្ទាល់ខ្លួនបានទើបឈានទៅដល់អាចជួយសង្គមបានតាមរយៈកិច្ចពិភាក្សានេះនាងខ្ញុំសង្ឃឹមនឹងជឿជាក់ថាលោកស្រីនឹងចាប់អារម្មណ៍ហើយអាចសាកល្បងដោយប្រើក៏ដូចជាចំណាយពេលត្រឹម1ថ្ងៃ30នាទីដើម្បីធ្វើការអានសៀវភៅនិងទទួលយកនៅចំណេះដឹងថ្មីដើម្បីជាគ្រឹះនៅក្នុងការគិតពិចារណាយ៉ាងហោចណាស់គឺដើម្បីគ្រួសារដើម្បីខ្លួនឯងផ្ទាល់លោកស្រីជាទីគោរពនៅពេលនេះកិច្ចពិភាក្សារបស់យើងខ្ញុំបានមកដល់ទីបញ្ចប់ហើយនាងខ្ញុំរួមទាំងវាគ្មិនរបស់យើងសូមអរគុណសូមគោរពលា